ប៉ុន្តែយើងមានវិធានការគ្រប់គ្រងកន្លងទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយទោះបីជាសង្គ្រាមមិនថាសង្គ្រាមជាមួយកូវីដមិនថាសង្គ្រាមពាណិជ្ជកម្មមិនថាឥទ្ធិពលពីសង្គ្រាមនៅតំបន់ផ្សេងទៀតរាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនកម្ពុជានៅជាមួយប្រជាជនជានិច្ចហើយខិតខំរកវិធីសាស្ត្រដើម្បីជួយជីវិតជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសូមជឿទុកចិត្តចុះបាទយើងអត់ដែលរត់ទេហើយយើងក៏មិនដែលយល់លេសហេតុផលនេះក៏ដោយមានមូលហេតុដែលយើងត្រូវបញ្ជូនសារឲ្យបញ្យល់បងប្អូនខ្លះគាត់ឆ្ងល់ថាហេតុបីរដ្ឋាភិបាលចន្លោះនេះចន្លោះនោះក្រសួងស្ថាប័នត្រូវចេញទី1បញ្យល់ឲ្យមហាជនបានយល់បងប្អូនខ្លះថាអានឹងជាការដោះសារអត់ទេយើងមិនត្រឹមតែបញ្យល់ទេប៉ុន្តែពេលជាមួយគ្នាយើងមើលថាតើបញ្ហានេះពិតប្រាកដយ៉ាងម៉េចរកវិធីដោះស្រាយយ៉ាងណាដើម្បីលុបបំបាត់បើបញ្ហានេះបានដោះស្រាយហើយយើងក៏បញ្យល់ដើម្បីឲ្យបងប្អូនជ្រាបនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលប្រជាពលរដ្ឋមន្ត្រីរាជការអតីតយុទ្ធជនមន្ត្រីត្រាមន្ត្រីរាជការឆ្ងល់ថាតើរដ្ឋាភិបាលយើងផ្លេចតឡើងប្រាក់ខែវិវត្តទេអត់ទេយើងបញ្ចេញឲ្យបើសិនមិនហ្នឹងគឺមានការបំភ័យអារឿងណាផ្សេងទៅរឿងទន្ទាគាររឿងអីដែរទៅទៀតថាឲ្យមើលតាប្រជុំអញ្ចឹងអ្វីដែលសំខាន់គឺការទទួលខុសត្រូវរបស់យើងចំពោះប្រជាពលរដ្ឋរបស់យើងហើយការកសាងផ្លូវនៅទីនេះលោកអ៊ំពូវិញបងប្អូនផ្លូវគឺជាអាទិភាពកលឹះ5របស់រដ្ឋាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក៏ដូចជាយុទ្ធសាស្ត្រចតកោណពីពុទ្ធមនុស្សទឹកមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាអញ្ចឹងផ្លូវបន្ទាប់ពីមនុស្សដូចខ្ញុំនិយាយអញ្ចឹងសុខភាពចំណេះដឹងសមត្ថភាពបំណិននិងការងារគឺកាពះឥឡូវចូលផ្លូវហេតុអីបានផ្លូវជាអាទិភាពទី2ផ្លូវអាទិភាពទី2ដោយសារផ្លូវគឺជាសរសៃឈាមសំខាន់ដូចខ្ញុំនិយាយចឹងជាកន្លែងដែលនាំឈាមទៅគ្រប់កន្លែងដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនគ្រប់កន្លែងបានប្រសើរខ្លួនយើងមើលសរសៃឈាមរបស់យើងបើសិនជាដៃរបស់យើងឈាមអត់បណ្ដល់ដាច់សរសៃណាមួយទុកយូរត្រូវកាត់ដៃទៅចោលព្រោះចាំអត់ដល់ឈាមនៅតែបេះដូងរុញទៅកន្លែងផ្សេងផ្លូវដូចគ្នាសួរថាផ្លូវ41នេះបើសិនជាផ្លូវ41នេះមិនបានពង្រីកពង្រឹងតែចំណុចតភ្ជាប់ចន្លោះពីចំណុចតភ្ជាប់ពីផ្លូវជាលេខ4មកដល់កំពង់ត្រែកនេះអាបុកផ្លូវជាលេខ3តើបដោយផ្លូវនឹងអាចរីកដល់ថ្ងៃនេះទេប្រហែលជាអត់ទេបើគេមកលំបាកគេប្រហែលជាមិនមកច្រើនទេអង្កាលផ្លូវនេះមិនទាន់ធ្វើហើយបងប្អូនអាចដឹងហើយអង្កាលពីធ្វើហើយលើកមុនជិះច្រើនជិះផ្លូវកាត់ខ្ញុំក៏ជិះផ្លូវទឹកតែដល់ផ្លូវនឹងចាប់ខូចគេជិះផ្លូវជាលេខ3ម្ដងអញ្ចឹងសេដ្ឋកិច្ចហាងកាទៀវតាមផ្លូវ41នឹងក៏ប្រហែលជាលំបាកដែរអញ្ចឹងការរៀបចំតផ្លូវនេះគឺជាកិច្ចការសំខាន់ណាស់សម្រាប់ពង្រាយនៅសេដ្ឋកិច្ចរបស់យើង